រឿងកូនឆ្មាម៉ាកនិងដំរីតូចកាលពីព្រេងនាយនៅភូមិតូចមួយក្បែរព្រៃធំក្នុងប្រទេសកម្ពុជាមានកូនឆ្មាតូចមួយដែលតែងតែចង់ដឹងចង់ឃើញនៅអ្វីដែលថ្មីនិងប្លែកនៅព្រឹកមួយរូបគេបានពាក់អាវយឺតនិងខោខើប៊ុយពណ៌ខៀវកូនឆ្មាបានរៀបចំកាបូបស្ពីមួយហើយសម្រេចចិត្តចូលទៅក្នុងព្រៃជ្រៅកូនឆ្មាបានបោះជំហានយ៉ាងប្រុងប្រយ័ត្នទៅតាមផ្លូវដែលហ៊ុមព័ទ្ធដោយដើមឈើធំខ្ពស់ៗនិងសំឡេងព្រៃដ៏រំពងតាមផ្លូវមានសត្វស្លាបចម្រុះពណ៌ហើរមកពីលើក្បាលកូនឆ្មាហើយស្វាក៏ស្រែកឡើងពីមែកឈើធ្វើឲ្យកូនឆ្មាមានការភ្ញាក់ផ្អើលនិងសម្រស់ព្រៃឈើជាខ្លាំងនៅពេលកូនឆ្មាដើរចូលព្រៃកាន់តែជ្រៅនោះគាត់បានឃើញផ្សិតចម្លែកនិងសត្វអំពិលអំពែកភ្លឺចែងចាំងបំភ្លឺតាមដងផ្លូវរំពេចនោះផងដែរកូនឆ្មាបានឮសំឡេងអ្វីម្យ៉ាងនៅក្បែរនោះមានសកម្មភាពខ្លាំងពេលនោះកូនឆ្មាប្រញាប់ទៅមើលហើយបានសួរដោយធ្នមៗថាសួស្ដីសុខសប្បាយទេកូនដំរីបានព្រិចភ្នែកហើយងក់ក្បាលដោយអឹមអៀនកូនឆ្មាបាននិយាយទៀតថាខ្ញុំឈ្មោះម៉ាកកូនដំរីបាននិយាយទៅវិញថាខ្ញុំឈ្មោះតារាពេលបានស្គាល់គ្នាពួកគេសើចលេងជាមួយគ្នាដោយលេងទឹកក្នុងព្រៃក្បែរនោះតារាបានបង្ហាញម៉ាកកន្លែងអាត់កំបាំងជាច្រើននៃព្រៃឈើនោះព្រោះមានតែសត្វព្រៃប៉ុណ្ណោះដែលដឹងអំពីរឿងនេះគេបានរកឃើញដើមឈើមួយមានផ្លែតូចៗនិងពណ៌មាសភ្លឺដូចព្រះអាទិត្យក្រោយមកម៉ាកបានឡើងជិះលើខ្នងកូនដំរីទៅដល់ផ្លែឈើមាសហើយបានបេះចែកឲ្យតារាផងដែរបន្ទាប់មកពួកគេសម្រាកនៅក្រោមដើមឈើដ៏ធំរីករាយនឹងផ្លែឈើហើយនិយាយអំពីក្តីសុបិនរបស់ពួកគេរំពេចនោះស្រាប់តែមានពពកខ្មៅបានបក់មកជាមួយនឹងព្យុះភ្លៀងយ៉ាងខ្លាំងពេលនោះតារាបានសង់ទីជម្រកពីស្លឹកឈើយ៉ាងរហ័សដោយប្រម៉ោយហើយពួកគេជ្រកនៅជាមួយគ្នានៅក្រោមជម្រកពួកគេបានស្ដាប់ទឹកភ្លៀងនិងចែករំលែករឿងរ៉ាវនៃជីវិតរបស់ពួកគេទៅវិញទៅមកពេលភ្លៀងកំពុងធ្លាក់ពួកគេនាំគ្នារាំលេងនៅក្រោមមេឃភ្លៀងយ៉ាងសប្បាយរីករាយពេលថ្ងៃរៀបលិចពន្លឺពណ៌មាសបានហូរកាត់ដើមឈើអំដោយភាពកក់ក្ដៅកូនឆ្មាម៉ាកបានដឹងថាដល់ពេលត្រូវត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែគាត់មិនចង់ចាកចេញពីមិត្តថ្មីនោះទេតែកូនដំរីតារាបាននិយាយថាកុំបារម្ភអ្នកនឹងក្លាយជាមិត្តរបស់ខ្ញុំជារៀងរហូតហើយអ្នកអាចមកលេងខ្ញុំគ្រប់ពេលរួចកូនឆ្មាម៉ាកបានដើរត្រឡប់ទៅផ្ទះក្រោមផ្កាយកំពុងរះហើយនឹកដល់ថ្ងៃដ៏អស្ចារ្យដូច្នេះហើយចាប់ពីថ្ងៃនោះទៅកូនឆ្មាម៉ាកនិងដំរីវ័យក្មេងបានចងចំណងមិត្តភាពគ្មានអ្វីអាចបំបែកបាននៅក្នុងបេះដូងនៃព្រៃកម្ពុជាមិត្តភាពរបស់ពួកគេបានរីកដុះដាលនិងពោរពេញដោយភាពអស្ចារ្យសូមអរគុណ